ខ្ញុំទទួលបានព័ត៌មានពីបងប្អូនយើងមកថាតម្លៃបន្លែគឺធ្លាក់ថ្លៃដូចជាតសក់អីជាដើមនៅ1គីឡូត្រឹម300 400 500តឡាចក៏អញ្ចឹងដូចគ្នាបាទបងប្អូនដែលមានតម្រូវការគ្រាប់ពូជជីថ្នាំកសិកម្មដែលមានគុណភាពល្អហើយនឹងទទួលបានការប្រឹក្សាបច្ចេកទេសដែលឯកថ្លៃសូមទំនាក់ទំនងមក Y&A បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំមកជួបបងប្អូនម្ដងទៀតហើយចង់ពិភាក្សាលេងជាមួយបងប្អូនខ្ញុំគិតថាប្រហែលជាអាចមានប្រយោជន៍ខ្លះសម្រាប់បងប្អូននៅក្នុងការសម្រេចចិត្តដាំដុះនៅពពួកបន្លែនិងដំណាំមួយចំនួនបងប្អូនណាបាទហ្នឹងហើយបងប្អូនតាមការសង្កេតឃើញរបស់ខ្ញុំមួយរយៈនេះឃើញថាបងប្អូនយើងគឺស្ងាត់នៅក្នុងការទិញនៅគ្រាប់ពូជយកទៅដាំបាទដែលខ្ញុំតែងតែលក់បានច្រើនកាលពីខែកន្លងមកនៅក្នុងខែ1ខែ2បាទដើមខែ3ប៉ុន្តែចូលមកក្នុងចុងខែ3ចូលក្នុងខែ4នេះគឺឃើញថាស្ងាត់មែនតើបាទហើយមួយទៀតខ្ញុំទទួលបានព័ត៌មានពីបងប្អូនយើងមកថាតម្លៃបន្លែគឺធ្លាក់ថ្លៃដូចជាតសក់អីជាដើមនៅ1គីឡូត្រឹម300 400 500តឡាចក៏អញ្ចឹងដូចគ្នាបាទហើយមានបន្លែមួយចំនួនទៀតដែរដែលកំពុងតែធ្លាក់ថ្លៃខ្លាំងអញ្ចឹងការដែលធ្លាក់ថ្លៃបែបនេះធ្វើឲ្យបងប្អូនយើងគឺចាប់ផ្ដើមមានអារម្មណ៍មួយថាបាក់ទឹកចិត្តបងប្អូនខ្លះក៏មិនប្រមូលផលតែម្ដងគឺគាត់ទុកចោលបងប្អូនខ្លះគាត់ព្យាយាមថែគាត់គិតថាអាចនឹងឡើងថ្លៃវិញហើយបងប្អូនដែលក្រុងដាំបន្តនោះគាត់ក៏ផ្អាកសិនដែរហើយមួយទៀតគឺបងប្អូនយើងត្រៀមទទួលចូលឆ្នាំខ្មែរបាទហើយចូលឆ្នាំខ្មែរយើងប្រហែលជាប្រហែលថ្ងៃទៀតបងប្អូនជាង10ថ្ងៃទៀតទេណាប្រហែលជា4 10ថ្ងៃទៀត3 10ថ្ងៃទៀតហ្នឹងដល់ហើយចូលឆ្នាំខ្មែរអញ្ចឹងដែលធ្វើឲ្យបងប្អូនយើងហ្នឹងរៀងដូចអកសើគាត់ខ្លាចគាត់ដាំហើយអត់មានពេលថែទាំពេលមើលដល់lạiជួបជុំបងប្អូនអញ្ចឹងណាបាទអញ្ចឹងដោយសារការឃើញស្ថានភាពបែបនេះខ្ញុំក៏ចេញវីដេអូមួយមកពិភាក្សាជាមួយបងប្អូនសម្រាប់យោបល់ខ្ញុំឯងបើសិនជាបងប្អូនមានទឹកគ្រប់គ្រាន់ហើយបងប្អូនគ្រោងនឹងដាំណាឱកាសនេះគឺជាឱកាសល្អមិនមែនន័យថាឲ្យបងប្អូនមិនដើរលេងចូលឆ្នាំទេបាទបងប្អូនអាចដើរលេងចូលឆ្នាំធម្មតាគ្រាន់តែថាយើងកាត់បន្ថយថ្ងៃខ្លះដើម្បីជួបជុំណាបាទ3ថ្ងៃនេះយើងអាចដើរលេងទៅប៉ុន្តែយើងអាចឆ្លៀតមុនចូលឆ្នាំឬក៏ក្រោយចូលឆ្នាំបន្តិចបាទដើម្បីយើងចាប់ផ្ដើមរៀបចំដីរៀបចំដាំដំណាំរបស់យើងទៅគឺខ្ញុំយល់ថាល្អដោយសារអីបន្ទាប់ពីចូលឆ្នាំនៅក្នុងរដូវកាលនេះចាប់ពីថ្ងៃនេះទៅរហូតដល់ចូលឆ្នាំរួចខ្ញុំគិតថាអ្នកដាំនឹងអាចមានចំនួនតិចបាទអ្នកដាំបន្លែអ្នកដាំដំណាំណាបាទមានតសក់ត្រប់បាទតឡាចននងបាទពួកប្រភេទស្ពៃបាទកណ្ណាផ្កាហើយមរះនិងដំណាំផ្សេងៗទៀតអញ្ចឹងបើសិនជាបងប្អូនយល់យ៉ាងណាបងប្អូនចាំជួយ comment នៅក្នុងវីដេអូនេះផងហើយសម្រាប់ខ្ញុំគិតថាវាជាឱកាសបាទខ្ញុំមើលឃើញឱកាសហ្នឹងថាយើងគួរតែចាប់ផ្ដើមដែលយើងដាំទៅយើងបានប្រមូលផលមុនគេយើងអាចបានតម្លៃល្អបាទមួយទៀតសម្រាប់បងប្អូនដែលដាំប្រភេទបន្លែដែលមានអាយុវែងដូចជាតឡាជាដើមបាទដូចជាពពួកត្រប់បាទត្រប់ស្រួយបាទពពួកសណ្តែកគួរនិងម្ទេសជាដើមណាបងប្អូនប្រភេទដំណាំដែលមានអាយុវែងបើសិនជាតម្លៃនៅពេលនេះវាធ្លាក់ថ្លៃបន្តិចមែនតែសូមបងប្អូនកុំបោះបង់វាបងប្អូនណាជាយាមថែទាំវាបន្តទៀតព្រោះអីមិនយូរទេវាអាចនឹងឡើងតម្លៃសមរម្យអាចទទួលយកបានវាអាចនឹងឡើងថ្លៃវិញបាទបើសិនជាបងប្អូនទុកចោលហើយនៅពេលដែលវាឡើងថ្លៃបងប្អូនចាប់ផ្ដើមថែទាំមកវិញជួនកាលបងប្អូនអាចនឹងខូចអស់មានន័យថាដំណាំរបស់យើងចាប់ផ្ដើមខូចអស់ហើយបងប្អូនទៅថែទាំឡើងវិញថែបានទេអញ្ចឹងយើងអាចខាតបង់តម្រាំយើងដាំបានវិញទៀតបុកគ្នាទៀតអាចនឹងជួសអាចនឹងធ្លាក់ថ្លៃទៀតបាទអញ្ចឹងជាយោបល់ខ្ញុំសូមកុំបាក់ទឹកចិត្តសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាអ្វីដែលមានហើយព្យាយាមថែទាំវាហើយបើសិនជាបងប្អូនចាប់អារម្មណ៍ថាចង់ដាំដំណាំអាចចាប់ផ្ដើមទៅមុនចូលឆ្នាំនិងក្រោយចូលឆ្នាំ
ขนมเยอะไปกับราคาหมดนั้นหมดโจชนะให้นังกรอยโจชนะกับราคานั้นคือบางคนนำtớiยังก็ให้หนึ่งบ้านทำลายล้อในซาบางคนยังเพียรชนะบ้านก็กดอัดบ้านเธอขนมเป็นนั้นดิกดตกไปเรียนไปจุดชมมันเพียบางคนสัญญาแต่เลยโจชนะนั้นไหมบ้านบางคนคลาก็ได้โจtớiบ้านไปเยียไปรถดำมาคายหมอมันนำบ้านแต่หมอมันดอกโกนมันพอเนี่ยบ้านจังเอาคนชนะนะสำหรับการตามนารอวิดีโอบอกยังบ้านสงคมท่าไว้เด็กยมบาลเลือกล่างไว้เด็กยมบาลเลือกมองไปเพียซาคนี้นี่หนึ่งเมียนไปย้อยสำหรับบางคนต่างออกนี้ชุนโปบางคนต่างออกนี้บาบานจำนิ่งบานนักนองกาเวอร์กาสกรรมบอกบางคนเอาก้นโซมจุดเรียบเรีย